ចាន់នេះសម្រាប់ app 8ភ្ជាប់ជាមួយនឹងកុំព្យូទ័រអញ្ចឹងយើងចូល app ដូចគ្នាបន្ទាប់ពីចូល app ហើយបងចូលជាមួយនឹងខាសបន្ទាប់ពីបងចូលជាមួយនឹងខាសហើយបងមើលអញ្ចឹងខ្ញុំអត់ចូល iOS Wi-Fi នឹងទេខ្ញុំចូល Android Mirroring អញ្ចឹង open វាមកអញ្ចឹងបើកវាមកគឺ Android Mirroring បែបហ្នឹងហើយបន្ទាប់មកខ្ញុំមើលនៅលើកុំព្យូទ័ររបស់ខ្ញុំអញ្ចឹងកុំព្យូទ័ររបស់ខ្ញុំគឺខ្ញុំចុចបើកលើកុំព្យូទ័ររបស់ខ្ញុំឲ្យហើយមក sign in វាអស់មកបន្ទាប់ហើយខ្ញុំត្រូវចុចចូលកន្លែងលើ key របស់វាយើងចុច window នេះ window អក្សរ K ចាចុច window ឲ្យជាប់អក្សរ K នោះ device ដែលវាឡើងមកហើយឃើញអត់អញ្ចឹងឃើញឈ្មោះដូចគ្នាហើយយើងចុចលើ device ហ្នឹងមកដើម្បីភ្ជាប់នេះខ្ញុំចុចលើ device ហ្នឹងហើយចាអញ្ចឹងបន្ទាប់ពីចាំវាមិនស្ទង់ហើយអញ្ចឹងអេក្រង់នឹងកុំព្យូទ័រហើយនឹង projector យើងគឺអត់ដូចគ្នាទេអញ្ចឹងខ្ញុំត្រូវជ្រើសរើសយកពាក្យ duplicate ដើម្បីឃើញអេក្រង់ដូចគ្នាអញ្ចឹងខ្ញុំជប់លើពាក្យ duplicate ហ្នឹងមកអញ្ចឹងឃើញអត់អេក្រង់កុំព្យូទ័រនិង projector គឺដូចគ្នាហើយចឹងបើសិនជាកុំព្យូទ័ររបស់យើងនិង projector យើងបងអត់ឃើញ duplicate ពាក្យ duplicate ហ្នឹងទេបងគ្រាន់តែចុចនៅលើ project កុំព្យូទ័ររបស់បងចុច start ឲ្យជាប់អក្សរ P មកវាប្រកាសជាឃើញ load duplicate ឬក៏ extended ឬក៏អីនៅលើហ្នឹងហើយអញ្ចឹងបងត្រូវចាំពាក្យខ្ញុំបើសិនជាឃើញអត់ឃើញអេក្រង់ដូចគ្នាទេបងត្រូវចុច start ហើយអក្សរ P